ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទរ៉ាគីរ៉ាថ្ងៃនេះយើងមកតាមដានរឿង Hunter x Hunter បន្តទៀតនៅពេលនេះ Killua និង Gon កំពុងធ្វើដំណើរទៅកន្លែងមួយដែលគេហៅថា Heaven Arena ដើម្បីវឹកហាត់ចម្រើនវិជ្ជាគុណបន្ថែមទៀត Heaven Arena គឺជាអគារដ៏ខ្ពស់ស្កឹមស្កៃមួយហើយអ្នកដែលទៅកាន់ទីនោះអ្នកខ្លះទៅមើលការប្រកួតក្បាច់គុណអ្នកខ្លះទៅចូលរួមការប្រកួតក្បាច់គុណតែម្ដងបន្ទាប់ពីចូលឈ្មោះហើយពួកគេទទួលបានលេខម្នាក់មួយហើយ Killua និង Gon បានអង្គុយចាំគេហៅលេខចូលរួមប្រកួតឆ្លៀតពេលនោះ Killua បានប្រាប់ Gon ថាកាលពីគាត់អាយុ6ឆ្នាំប៉ារបស់គាត់បានយកគាត់មកទុកនៅនឹងហើយអត់មានទុកលុយឲ្យចាយមួយរៀលនោះទេពេលនោះដើម្បីមានលុយចាយគាត់ត្រូវតែវាយឲ្យឈ្នះគេហើយនៅក្នុងរយៈពេល2ឆ្នាំគាត់បានវាយឡើងដល់ជាន់ទី200បន្ទាប់មកគណៈកម្មការបានប្រកាសហៅ Gon ឲ្យចុះទៅប្រកួតគូប្រកួតរបស់ Gon នៅពេលនោះមានធំខ្លាំងណាស់មើលទៅ Gon អត់មានគីឡូវាយជាមួយគាត់ទេប៉ុន្តែនៅពេលការប្រកួតចាប់ផ្ដើម Gon បានរុញគូប្រកួតរបស់គាត់ផ្លងទៅយ៉ាងឆ្ងាយសូម្បីតែ Gon ខ្លួនឯងក៏ដឹងដែរថាគាត់ខ្លាំងអញ្ចឹងតាំងពីពេលណាមកប៉ុន្តែ Killua ដឹងថាមកពី Gon នឹងបានវឹកហាត់បើកទ្វារ testing gate នៅផ្ទះរបស់គាត់នៅពេលឃើញ Gon ខ្លាំងអញ្ចឹងអាជ្ញាកណ្ដាលក៏សម្រេចចិត្តឲ្យ Gon ឡើងទៅប្រកួតបន្តនៅជាន់ទី50តែម្ដងបន្ទាប់មកដល់វគ្គ Killua នៅពេល Killua វាយឈ្នះអាជ្ញាកណ្ដាលបានចែកមើលប្រវត្តិទៅឃើញថាគាត់ធ្លាប់វាយឡើងដល់ជាន់ទី200អញ្ចឹងទៅអាជ្ញាកណ្ដាលក៏ឲ្យគាត់ចាប់ផ្ដើមពីជាន់ទី180ឡើងទៅប៉ុន្តែ Killua បានបដិសេធហើយសុំចាប់ផ្ដើមពីជាន់ទី50ដូច Gon ដែរនៅពេលនោះផងដែរ Killua បានចាប់អារម្មណ៍ក្មេងម្នាក់ដែលមានក្បាច់គុណខ្លាំងគួរសមហើយគេបានឲ្យគាត់ចាប់ផ្ដើមពីជាន់ទី50ទៅដូចគ្នាចៃដន្យនៅពេលដែលពួកគេធ្វើដំណើរឡើងជាន់ទី50ពួកគេនៅចដាយយន្តជាមួយគ្នាហើយក៏បានរាក់ទាក់ស្គាល់គ្នាអីចឹងទៅក្មេងប្រុសម្នាក់នោះមានឈ្មោះថា Sushi ហើយបើតាមសម្ដីរបស់គាត់គឺជាមនុស្សពូកែដាក់ខ្លួនមិនចេះអួតក្អេងក្អាងទេក្រោយមកទៀតពួកគេបានដើរទៅជួបជាមួយនឹងគ្រូរបស់ Sushi មានឈ្មោះថា Wing ហើយ Wing បានសួរ Gon និង Killua លេងថាហេតុអ្វីបានជាពួកគេសម្រេចចិត្តមកប្រកួតនៅ Heaven Arena ហ្នឹង Gon និង Killua ក៏ឆ្លើយថាដើម្បីចម្រើនក្បាច់គុណផងនិងរកលុយផងបន្ទាប់មក Gon Killua រួមទាំង Sushi ផងដែរបានយកសម្បត្តិរបស់ពួកគេទៅដូរយកលុយដែលពួកគេទទួលបានជ័យជំនះរបស់ពួកគេមុននឹងតិចណាស់ទិញបានតែភេសជ្ជៈមួយកំប៉ុងតែប៉ុណ្ណោះ Killua ប្រាប់ថាបើសិនជាឈ្នះចាប់ពីជាន់នឹងទៅបានលុយច្រើនគួរសមហើយបើចាប់ពីជាន់ទី100ឡើងទៅបានលុយម្ដង1លានចាប់ពីជាន់ទី150ទៅវាយឈ្នះម្ដងបានរហូតដល់10លានលើអញ្ចឹង Gon សួរថាចុះបើជាន់ទី200 Killua ឆ្លើយថាអត់ដឹងដែរដោយសារតែលើកមុនគាត់វាយបានត្រឹមជាន់ទី190ក៏ឈប់ហើយលុយដែលគាត់ឈ្នះសរុបជាង200លានហ្នឹងក្នុងរយៈពេល4ឆ្នាំហ្នឹងគាត់យកទៅទិញចំណីញ៉ាំអស់ហើយងាប់ហើយមិនដឹងជាវាស៊ីស្អីខ្លះទេ4ឆ្នាំចាយអស់2លានបន្ទាប់មកពួកគេបានធ្វើដំណើរទៅកាន់បន្ទប់រងចាំហើយចៃដន្យគណៈកម្មការបានប្រកាសហៅ Killua និង Sushi ទៅប្រកួតជាមួយគ្នាការប្រកួតលក្ខណៈមិត្តភាពតែប៉ុណ្ណោះអត់មានអីគួរឲ្យព្រួយបារម្ភនោះទេនៅពេលហ្នឹង Killua ពិតជាលឿនណាស់បានដើរចូលទៅវាយ Sushi ឲ្យដួលជាច្រើនដងហើយដោយសារតែចង់ឈ្នះ Killua Sushi បានប្រើក្បាច់ពិសេសរបស់គាត់មួយដែលធ្វើឲ្យ Killua ឃើញហើយមានអារម្មណ៍ថាខ្លាចដែរហ្នឹងប៉ុន្តែនៅពេលហ្នឹង Sushi ប្រើក្បាច់ហ្នឹងអត់បានសម្រេចទេដោយសារតែគ្រូរបស់គាត់ឈ្មោះ Wing បានស្រែកហាមឃាត់គាត់ពីចម្ងាយក្រោយពេលបញ្ចប់ការប្រកួត Killua បានទៅជួប Gon ហើយប្រាប់ថាគាត់ឈ្នះ Sushi ដោយពិន្ទុតែប៉ុណ្ណោះប៉ុន្តែគាត់នៅតែមិនអស់ចិត្តដោយសារតែឃើញ Sushi ចេះប្រើតិចនិចពិសេសមួយដូចទៅនឹងតិចនិចដែលបងប្រុសរបស់គាត់ឈ្មោះ Illumi ប្រើផងដែរគាត់លើ Wing និយាយជាមួយ Sushi ថាតិចនិចហ្នឹងគេហៅថា Rain ហើយ Wing ចង់ឲ្យ Sushi បញ្ចេញតិចនិចហ្នឹងចេញមកប្រើនៅពេលដែលគាត់វាយដល់ជាន់ខាងលើបំផុតតែប៉ុណ្ណោះនៅពេលនេះ Killua ចាប់អារម្មណ៍តិចនិចពិសេសដូចជា Rain នឹងខ្លាំងណាស់អញ្ចឹងហើយទើបគាត់បបួល Gon វាយឡើងទៅជាន់ខ្ពស់ជាងគេបំផុតដោយសារតែគាត់ដឹងថានៅជាន់ខ្ពស់ជាងគេបំផុតនឹងច្បាស់ជាមានអ្នកប្រើតិចនិចពិសេសអញ្ចឹងច្រើនចាប់តាំងពីពេលហ្នឹងមក Gon ហើយនិង Killua បាននាំគ្នាវាយឡើងឆាប់រហ័សត្រឹមតែរយៈពេល1អាទិត្យតែប៉ុណ្ណោះពួកគេបានវាយឡើងដល់ជាន់ទី150បាត់ទៅហើយប៉ុន្តែនៅពេលដែលគិតទៅ Gon និយាយថាបើគ្រាន់តែចង់ដឹងថា Rain នឹងស្អីគេមិនទៅសួរ Sushi ហ្មងទៅមិនលឿនជាងបន្ទាប់មកពួកគេក៏បានទៅជួបហើយនឹងសួរនាំ Sushi ពី Rain នឹងហើយ Sushi ក៏អត់ចិត្តអាក្រក់ដែរក៏ប្រាប់ពួកគេជាហូរហែគ្រាន់តែពាក្យដែល Sushi និយាយប្រាប់ពួកគេនៅពេលហ្នឹងសុទ្ធតែជាពាក្យបច្ចេកទេសមាន Ten មាន Rain មាន Setsu មាន Hatsu ឬក៏ Nen អីចឹងទៅធ្វើឲ្យ Gon ហើយនិង Killua ស្ដាប់មិនយល់ទេចង់បែកកលីងទិញហើយនៅពេលហ្នឹងផងដែរ Wing បានទៅដល់ហើយហាម Sushi កុំឲ្យបង្រៀនគេផ្ដេសផ្ដាសបើខ្លួនឯងមិនទាន់ចេះច្បាស់ទេហើយគាត់បានហៅ Killua និង Gon ទៅបន្ទប់របស់គាត់ចាំគាត់ជួយប្រាប់បន្ទាប់មកពេលទៅដល់ Wing បានបញ្យល់ពាក្យនីមួយៗឲ្យ Gon និង Killua បានស្គាល់ពាក្យសំខាន់ជាងគេគឺ Nen វាមានន័យថាជាកម្លាំងឆន្ទៈរបស់មនុស្សខ្ញុំសូមបើកវងកញ្ចក់តិចកន្លែងហ្នឹងនៅក្នុងរឿង Hunter x Hunter នេះ Nen គឺជាធម្មពលពិសេសដូចចក្រាននៅក្នុងរឿង Naruto អញ្ចឹងបើនិយាយស្រួលយល់អ្នកដែលចេះប្រើ Nen គឺមានសមត្ថភាពពិសេសដែលមនុស្សធម្មតាមិនអាចធ្វើបានហើយវិធីប្រើ Nen មាន4ជំហានទី1 Ten គឺការផ្ដោតអារម្មណ៍ទី2 Setsu បានន័យថាបង្ហាញឲ្យសត្រូវដឹងថាយើងចង់ធ្វើអីទី3 Ren គឺបង្ហាញថាមពលកម្លាំងឆន្ទៈឲ្យខ្លាំងទី4គឺ Hatsu
ស៊ូបញ្ចេញវាចេញមកប្រើការបង្ហាញឲ្យពួកគេឃើញនៅពេលហ្នឹងវិញបានគម្រាមសម្រាប់ Killua ទោះបីជាពេលហ្នឹងវាគ្រាន់តែជាបទបង្ហាញក៏ Killua មានអារម្មណ៍ថាវិញចង់សម្រាប់គាត់មែនទែនធ្វើឲ្យគាត់មានការភ័យខ្លាចយ៉ាងខ្លាំងលោតគេចទៅតោងជាងដូច Spider-Man អញ្ចឹងនៅពេលហ្នឹងវិញបាននិយាយកុហកពួកគេរឿងមួយគាត់ថាអ្នកដែលចេះប្រើ Nen គឺទុកសម្រាប់គម្រាមគេអញ្ចឹងឯងបន្ទាប់មកនៅពេលដែល Killua និង Gon ដើរត្រឡប់ទៅវិញ Killua ដឹងថាអ្វីដែលវិញនិយាយស្ដាប់មើលទៅដូចជាសមហេតុផលប៉ុន្តែគាត់នៅលាក់ច្រើនទៀតមិនប្រាប់ទាំងអស់នោះឡើយត្រឡប់ទៅមើលវិញ Susie បានសួរវិញថាហេតុអ្វីបានជាគាត់និយាយកុហកអញ្ចឹងវិញបានឆ្លើយថាដោយសារតែពួកគេមិនមែនជាកូនសិស្សរបស់គាត់ផងហេតុអីឲ្យគាត់ប្រើទាំងអស់នោះហើយ Nen ដែលគាត់និយាយមុនហ្នឹងគឺមិនមែនកុហកទេគឺគេប្រើសម្រាប់ហ្វឹកហាត់ស្មារតីសម្រាប់ Nen ដែលគេទុកវាប្រហារសត្រូវគឺគេសេងចែកនៅពេលនោះដើម្បីបង្ហាញថាអ្នកដែលចេះប្រើ Nen ខ្លាំងប៉ុណ្ណាវិញបានឲ្យกระดาษសៀវភៅមួយសន្លឹកចេញមកហើយគប់ទៅផ្ដាច់កំប៉ុងសូដាដែលយ៉ាងផុយវិញក៏បញ្យល់ Susie ទៀតថាអ្នកណាក៏អាចរៀន Nen បានដែរប៉ុន្តែបើសិនជាបង្រៀនប៉ះមនុស្សខុសម្នាក់នោះអាចបង្កគ្រោះថ្នាក់ដល់គេមួយរយៈក្រោយមកទៀតក៏ហើយនឹង Killua បានវាយឡើងរហូតដល់ជាន់ទី200ព័ត៌មានហ្នឹងវិញក៏ដឹងដែរហើយគាត់ក៏ដឹងថាពីរនាក់ហ្នឹងច្បាស់ជាវាអត់ឈ្នះគេនៅជាន់ទី200នឹងឡើយដោយសារតែពីរនាក់ហ្នឹងអត់ទាន់ចេះប្រើ Nen កាត់ទៅមើល Gon ហើយនឹង Killua វិញនៅពេលដែលពួកគេទៅចុះឈ្មោះនៅជាន់ទី200ពួកគេស្រាប់តែមានអារម្មណ៍ថាមានចំហាយអូរ៉ាយ៉ាងខ្លាំងមកពាំងផ្លូវពួកគេដែលវាបណ្ដាលឲ្យពួកគេមានអារម្មណ៍ថាភ័យហាក់បីដូចជាពួកគេកំពុងតែស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់មួយអញ្ចឹងហើយអ្នកដែលបានបញ្ចេញចំហាយអូរ៉ាដាក់ពួកគេនៅមុនហ្នឹងគឺយើងធ្លាប់ស្គាល់ហើយគឺ Hisoka នៅពេលហ្នឹង Hisoka បានប្រាប់ឲ្យពួកគេត្រឡប់ទៅវិញដោយសារតែគាត់ដឹងថាពួកគេមិនទាន់មានសមត្ថភាពអាចវាយឈ្នះនៅជាន់ទី200នឹងឡើយហើយដោយសារតែពីរនាក់នឹងអត់ព្រមស្ដាប់ Hisoka បានប្រើចំហាយអូរ៉ាយ៉ាងខ្លាំងរុញពួកគេមិនឲ្យពួកគេធ្វើដំណើរទៅមុខទៀតបានឡើយក្រោយមកវិញបានទៅដល់ហើយប្រាប់ថា Hisoka កំពុងតែប្រើ Nen រារាំងពួកគេនៅពេលហ្នឹងគាត់បានហៅពីរនាក់ហ្នឹងឲ្យត្រឡប់ទៅវិញសិនដោយសន្យាថានឹងបង្រៀនពួកគេឲ្យចេះប្រើ Nen ផងដែរបន្ទាប់មកនៅពេលដែលត្រឡប់ទៅដល់បន្ទប់របស់គាត់វិញចាប់ផ្ដើមបង្រៀនពួកគេពី Nen ពិតប្រាកដ Nen មួយនេះសំដៅទៅលើសមត្ថភាពនៃការគ្រប់គ្រងថាមពលជីវិតដែលគេហៅថា Aura នោះម្នាក់ៗមានថាមពលជីវិតដែលគេហៅថា Aura នឹងដែរគ្រាន់តែពួកគេមិនចេះគ្រប់គ្រងវាហើយដើម្បីអាចកាត់បន្ថយវាបានទី1គេប្រើ Ten ការប្រើ Ten ជួយឲ្យរាងកាយរបស់យើងតាន់កាត់បន្ថយភាពចាស់ជរាទី2គេប្រើ Setsu ដើម្បីបិទ Aura កុំឲ្យហៀចេញទៅក្រៅហើយជាទូទៅគេប្រើ Technique នេះដើម្បីបំបាំងកាយកុំឲ្យសត្រូវចាប់ទីតាំងបានចំណែកទី3គឺ Rain ជួយឲ្យយើងបង្កើតថាមពលជីវិត Aura ឲ្យបានកាន់តែច្រើនបន្ទាប់មកទៀតវិញបានប្រាប់ពួកគេថាវិធីការពារខ្លួនពីអ្នកចេះប្រើ Nen គឺត្រូវតែយក Nen ទៅទុកបើមិនអញ្ចឹងទេរាងកាយរបស់ពួកគេអាចនឹងត្រូវគេបានប្រើ Nen កំទេចចោលវិញនិយាយទៅថាអ្នកណាក៏មាន Nen នៅក្នុងខ្លួនដែរគ្រាន់តែមិនទាន់ Awaken ហើយវិធីដើម្បី Awaken Nen មាន2ទី1គឺហាត់តាមសម្រួលដូច Susie អញ្ចឹងនិងទី2តាមវិធីចាប់បង្ខំគ្រាន់តែវាអាចមានគ្រោះថ្នាក់ដល់ជីវិតហើយក៏នឹង Killua អត់គិតច្រើនទេក៏ជ្រើសរើសយកវិធីទី2ដោយសារតែពួកគេត្រូវការទៅចូលឈ្មោះនៅជាន់ទី200នឹងឲ្យបានមុនម៉ោង12យប់នឹងនៅពេលហ្នឹងវិញពិតជាអាច Awaken Nen របស់ Killua និង Gon បានពិតមែនហើយដំណាក់កាលបន្តពួកគេត្រូវរៀនគ្រប់គ្រង Aura កុំឲ្យហូរចេញលឿនពេកបើមិនអញ្ចឹងទេពួកគេនឹងអស់កម្លាំងហើយអាចនឹងស្លាប់ក៏ថាបានបន្តមកវិញបានប្រាប់ឲ្យពួកគេបិទភ្នែកតាំងសមាធិរួចហើយប្រើអារម្មណ៍ស្ទាបដឹងតាំងពីក្បាលរហូតដល់ចុងជើងនៅពេលហ្នឹងវិញមានអារម្មណ៍ថាសរសើរពីអ្នកនឹងណាស់នៅពេលដែលឃើញពួកគេឆ្លាតឆាប់ចាប់បានរៀនឆាប់ចេះអញ្ចឹងហើយក្រោយមកមិនយូរប៉ុន្មានពីអ្នកនឹងអាចគ្រប់គ្រងអូរ៉ារបស់ពួកគេបានក្រោយពេលចេះប្រើ Nen ការពារខ្លួនបានខ្លះៗហើយកនហើយនឹង Killua បានប្រញាប់ធ្វើដំណើរទៅកាន់ជាន់ទី200ដើម្បីចុះឈ្មោះនៅពេលហ្នឹង Hisoka បានប្រើ Nen រុញពួកគេដូចលើកមុនអញ្ចឹងគ្រាន់តែនៅពេលនេះពួកគេទាំងពីរមាន Nen ការពារអាចដើរទៅបានឃើញអញ្ចឹង Hisoka ញញឹមទាំងពេញចិត្តហើយគាត់នឹងថា Gon មក Heaven Arena ហ្នឹងគឺដើម្បីប្រកួតវិជាគុណត្រៀមវាយជាមួយគាត់ហើយGon ក៏ទទួលស្គាល់ដែរថាពេលនេះគាត់ចង់ប្រកួតជាមួយនឹង Hisoka នៅនឹងតែម្ដងមិនបាច់ចាំទៅជួបគ្នានៅ York New City 6 ខែទៀតទេប៉ុន្តែ Hisoka បានបដិសេធដោយសារតែគាត់យល់ថា Gon នៅខ្សោយតែករណីដែល Gon វាយឈ្នះនរណាម្នាក់នៅជាន់ទី200ហ្នឹងគាត់នឹងព្រមទទួលប្រកួតជាមួយនឹង Gon បន្ទាប់មកពេលពួកគេទៅដល់កន្លែងចុះឈ្មោះអ្នកចុះឈ្មោះបានប្រាប់ថាពួកគេមានរយៈពេល3ខែចង់ប្រកួតពេលណាក៏បានដែរហើយវិញក៏ធ្លាប់ប្រាប់ពួកគេដែរថា Technique Nen ដែលពួកគេប្រើនឹងនៅមានកម្រិតខ្សោយណាស់គាត់ប្រាប់ឲ្យពួកគេចុះឈ្មោះឲ្យចាំ2ខែសិនចាំចូលរួមប្រកួតចាំគាត់បង្រៀនពួកគេឲ្យបានច្រើនតិចសិនប៉ុន្តែនៅពេលហ្នឹង Gon ដូចជាអន្ទះសារណាក៏ចុះឈ្មោះចូលប្រកួតភ្លាមបន្ទាប់មកចូលដល់ការប្រកួតដែលគូប្រកួតទី1របស់ Gon មានឈ្មោះថា Kido ហើយសាច់រឿងភាគទី10ក៏សូមចាប់ត្រឹមប៉ុណ្ណេះសិនអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាពីដើមរហូតដល់ចប់បាទអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច like និង comment ម្នាក់មួយហើយកុំភ្លេចជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់សប្តាហ៍បើចុចរួចហើយជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អនិងអនាគតបបររុងរឿងបាយបាយ